សួស្តីបងប្អូនអរគ្នាស្វាគមន៍មកកាន់មេរៀនថ្មីហើយយើងនិយាយអំពីការ trade នៅក្នុងខណៈពេលដែលផ្សារកំពុងតែ bullish ឬក៏ bearish បញ្ជាក់បងប្អូនដែរថានេះអត់មានជាមេរៀននៅក្នុង concept ណាមួយទេអត់មាននៅក្នុងទ្រឹស្ដីមេរៀនណាមួយទេវាគ្រាន់តែជាបទពិសោធន៍នៃការ trade របស់ខ្ញុំកន្លងមកហើយខ្ញុំចង់ចែករំលែកបងប្អូនដើម្បីជាប្រយោជន៍ទៅយកវិភាគផ្សារឬក៏ជាជំនួយក្នុងការឲ្យបងប្អូនអាចចូល time frame ពីធំទៅតូចនិងពីតូចទៅធំដោយត្រឹមត្រូវអានេះជាជំនួយមួយបន្ថែមប៉ុន្តែយើងមិនមែនមានន័យថាយើងយកវាទៅប្រើការជាប្រចាំទេព្រោះថាបងប្អូនដឹងហើយទៅលើទម្រង់ផ្សារវាមិនងាយនឹងមានទម្រង់ bullish ឬក៏ bearish ធំភ្លាមៗទេអញ្ចឹងអានឹងគឺជាហេតុផលប៉ុន្តែយើងអាចជួយឲ្យបងប្អូនឬក៏ធ្វើឲ្យបងប្អូនអ្នកគ្នាអាចមានគ្រឹះមួយឬក៏ព័ត៌មានឬក៏ចំណេះដឹងមួយអាចទៅចាប់ចូលទីផ្សារបានក្នុងការជ្រៀតឱកាសចាប់យកផលចំណេញក៏ប៉ុន្តែចង់បញ្ជាក់បងប្អូនថាអត់មានជាទ្រឹស្ដីមេរៀនឬក៏ជាយុទ្ធសាស្ត្រណាមួយផ្លូវការទេវាជាការអភិវឌ្ឍសំទោសជាការអនុវត្តចេញពីខ្ញុំហើយខ្ញុំខ្លួនឯងយកមកចែកបងប្អូនទេតោះអញ្ចឹងយើងចូលមកមើលក្នុងទម្រង់ហ្នឹងជ្រើសទៅទម្រង់នៅក្នុងការកើតទៅលើទម្រង់ផ្សារ bullish បែបនេះឬក៏ bearish បែបនេះបងប្អូនគ្នាយើងប្រកាសជាអត់មានកន្លែងណាចាប់structure ឬក៏យើងចាប់លំហូរឬក៏ទម្រង់នៃទីផ្សារបានទេគឺបងប្អូនអត់អាចចាប់បានទេមិនអញ្ចឹងតោះអញ្ចឹងសំណួរថាតើនៅពេលណាដែលផ្សារវាកាត់ទម្រង់បែបហ្នឹងថាតើបងប្អូននឹង trade ដល់ប៉ុណ្ណាជាបទពិសោធន៍ដែលខ្ញុំមានកន្លងមកជាមួយវាអ្វីដែលខ្ញុំបានធ្វើហើយយើង take profit គួរសមដែរណាមិនច្រើនទេប៉ុន្តែមកល្មមអញ្ចឹងមកការធ្វើរបស់ខ្ញុំឬក៏អនុវត្តរបស់ខ្ញុំបងប្អូនដឹងហើយណាបញ្ជាក់ម្ដងទៀតនៅពេលដែលវាមានទម្រង់ bullish ឬក៏ bearish យើងអត់មានអីជា structure ចាប់ទេក៏ប៉ុន្តែបងប្អូនគ្នាអាចធ្វើក្នុងទម្រង់នេះបានជឿទៅក្នុង4ម៉ោងឬក៏1ថ្ងៃបងប្អូនគ្នារកកន្លែង entry អត់ឃើញទេយើង switch មកអញ្ចឹងខ្ញុំចូលពី1ថ្ងៃឲ្យមើលថាតើវាទម្រង់អញ្ចឹង bullish អញ្ចឹងយើងមើលទម្រង់វាមិនតោះយើង switch មក4ម៉ោងនិយាយនៅក្នុង4ម៉ោងក៏អត់ស្ទើរតែអត់មានអីក្នុងការចាប់ដូចគ្នាដែរណា4ម៉ោងព្រោះវាទៅដូចគ្នាវាអត់មានអី confirm ទេណាអត់មាន confirm ទេយើងពឹងផ្អែកទៅលើតិន័យនៅខាងឆ្វេងដៃចាស់នេះទេណាដើម្បី confirm ផ្សារណាអញ្ចឹងបើសិនក្នុងទម្រង់បុក bullish ឬក៏ bearish ខ្លាំងបងប្អូនអរគ្នាយើងអាច confirm នៅក្នុងនេះអាចការពារបានធំឬក៏មានសង្ឃឹមថាការពារជាប់ទេអញ្ចឹងយើងពិចារណាគ្នាណាអញ្ចឹងក្នុង4ម៉ោងបងប្អូនក៏ trade បានដែរមកមើលក្នុង1ម៉ោងក៏បងប្អូនរត់តែអត់អាច trade បានដូចគ្នាវានៅតែ trade អត់បានណាព្រោះអីវាអត់ទាន់មាន structure អីចាំទៅទេពេលខ្លះបងប្អូនអាចចាប់បានដែរណាចាប់ structure បានក្នុងទម្រង់បងប្អូនអាចមានជា FVG មាន order block មាន breaker អីចឹងទៅណាជាទម្រង់ដែលយើងមើលទៅលើទីផ្សារអាចចាប់ក្នុងការ reverse ណា reverse ត្រឡប់មកវិញណាក្នុងការចូលក្នុងផ្សារ hold ដូចគ្នាដែរអញ្ចឹងបើវាមានទម្រង់បែបនេះបងប្អូនចាប់បានណានឹងថាframe 1ម៉ោងក៏ប៉ុន្តែដូចទម្រង់នៅក្នុងបែបនេះកាលពីម្សិលមិញសំណួរថាបងប្អូន trade វាមិនណាយើងមានកន្លែង trade ទេនឹងជាហេតុផលតោះយើងមក30នាទីនៅក្នុង30នាទីក៏បងប្អូនអត់ទាន់អាច trade បានដែរដោយសារយើងត្រូវការចាំពេលវេលាយើងនិយាយមកក្នុងទម្រង់ bearish បែបនេះណាយើងអត់មានកន្លែងចាប់ទេអញ្ចឹងជាបទពិសោធន៍បងប្អូនអរគ្នាជាបទពិសោធន៍របស់ខ្ញុំ switch មើលចន្លោះពី5 10នាទីណាមក5នាទីrồi ហើយខ្ញុំរក3នាទីឬ1នាទីដើម្បី entry ជាបទពិសោធន៍បងប្អូនអរគ្នានេះបងប្អូនអាចយកទៅអនុវត្តបាននេះយើងចាប់ចូលមេរៀនហើយខ្ញុំឲ្យមើលក្នុងតំបន់នេះណាម្សិលមិញថ្ងៃទី10កុដដែលខ្ញុំអនុវត្តវាបានផលជាមួយទីមក11អញ្ចឹងយើងមកមើលនៅលើទីផ្សារជាក់ស្ដែងថាខ្ញុំធ្វើវាមិនអូ1នាទីវែងថ្ងៃទី10ទី10យប់មិញណាពីយប់មិញនេះការចាប់ផ្សាររបស់ខ្ញុំគឺខ្ញុំចាប់បែបនេះបងប្អូនគ្នានៅពេលណាដែលផ្សារវា bullish អញ្ចឹងគឺទៅផ្សារវាអត់ឆ្កើតតែម្ដងទេវាអត់ទៅស្ទុយមួយទៀនហ្នឹងទៅលក្ខណៈទៅចេះណាវាអត់ទៅមួយទៀនហ្នឹងស្ទុយចេះហ្មងទេអត់អញ្ចឹងទេណាស្ទុយយ៉ាងដល់100លេខហ្មងអត់ទេអត់មានទេអញ្ចឹងរបៀបមើលបងប្អូនគ្នាពេលដែលបងប្អូនគ្នាចូលទៅក្នុង time frame ធំណាបងប្អូនមើលអត់ឃើញទេអញ្ចឹងនៅពេលបងប្អូន zoom មក time frame ទូចិត្តទៅនៅពេលណាដែលវាឡើងអញ្ចឹងឡើងត្រូវស្រើតអញ្ចឹងវាតែបង្កើតគេហៅថា sideways ឬក៏គេហៅថា base នៅតំបន់ហ្នឹងអញ្ចឹងគឺតំបន់ហ្នឹងឯងដែលផ្សារវាបង្កើត array ក្នុងការទប់ណាវាតែបង្កើត array មានអីគេកូន FVG 1នាទីណា1អញ្ចឹងទៅហើយបន្តមកទៀត2អញ្ចឹងទៅណាហើយ3អញ្ចឹងទៅបន្តមកទៀតនៅមកខាងលើវាហ្នឹងគឺមានអីគេវាបង្កើត order block បន្តទៀតវាបង្កើតចេញជា breaker ដើម្បីទប់តម្លៃមានន័យថាវាបង្កើត array ឬក៏លក្ខខណ្ឌទប់ផ្សារឲ្យចុះណាតែបើសិនជាវាចុះវាទប់អត់ឲ្យឡើងគឺទម្រង់ផ្សារវាបង្កើតអញ្ចឹងនៅក្នុងការ trade គឺនៅពេលដែលវា bullish ឬក៏ bearish បងប្អូនគ្នាមានតែវិធីនឹងមួយទេណា
ដើម្បីយើង trade បានព្រោះប៉ុន្តែអត់លើកទឹកចិត្តឲ្យបងប្អូនទាំងគ្នាចូល trade ក្នុងទម្រង់បែបហ្នឹងទេខ្ញុំអត់លើកទឹកចិត្តទេណាបងប្អូនទាំងគ្នាអាច trade ដោយមានយុទ្ធសាស្ត្រត្រឹមត្រូវដោយមាន structure ត្រឹមត្រូវរបស់ទីផ្សារវិភាគត្រឹមត្រូវរបស់ផ្សារណាវិភាគឲ្យត្រឹមត្រូវបំផុតណាទើបយើងអាចចូល trade បានដោយមានទំនុកចិត្តនេះដូចគ្នាដែរនៅពេលដែលវា bullish ចឹងគឺឃើញបងប្អូនវាឡើងដោយស្ទួយចឹងវាបង្កើតក្នុងទម្រង់ sideways បង្កើត structure ផ្សារមួយណាដើម្បីទប់មាន FVG មាន order block បុកដាច់ order block កាល breaker បង្កើត FVG នឹងទប់នេះឃើញទេ FVG នៅតំបន់នេះ breaker order block អញ្ចឹងគឺវាទប់បុកឡងត្រឡប់ទៅវិញអាហ្នឹងគឺជាទម្រង់ផ្សារវាបង្កើតអញ្ចឹងសម្រាប់មេរៀនហ្នឹងខ្ញុំគិតថាមានតែប៉ុណ្្នឹងទេហើយអរគុណច្រើនអ្នកនរសម្រាប់ក្នុងការចូល trade នៅពេលដែលផ្សារ bullish បែបហ្នឹងណាយើងអាចឆ្លៀតឱកាសតិចហើយត្រូវតែបងប្អូនគ្នាកំណត់ចាប់ area បានស្អាតត្រឹមត្រូវជៀសវាងក្នុងការវា reverse ធំវិញបងប្អូនអ្នកគ្នាដាច់ account សម្រាប់មេរៀននេះមានប៉ុណ្្នឹងអរគុណច្រើន